វិទ្យាល័យ Happy Chandra នារីព្រៃថ្មីដែលផ្ដោតទៅលើការបណ្ដុះបណ្ដាលសិស្សស្រីទាំងស្រុងនៅថ្ងៃពុធនេះបានដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍ Fab Lab ដ៏ទាន់សម័យមួយដើម្បីជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដល់សិស្សស្រីទាំងនេះវិទ្យាល័យ Happy Chandra នារីព្រៃថ្មីរបស់សមាគមទូតអាឡេកូលនៅក្នុងខណ្ឌច្បារអំពើរាជធានីភ្នំពេញនឹងក្លាយទៅជាវិទ្យាល័យដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលបំពាក់ដោយមន្ទីរពិសោធន៍ Fab Lab នេះខណៈដែលមន្ទីរពិសោធន៍ប្រភេទនេះមានបំពាក់នៅក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅកម្ពុជាប៉ុណ្ណោះដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលគេស្គាល់ថាជាសាលាតិចណូសាកលវិទ្យាល័យ Chemtech បណ្ឌិតសភាកម្ពុជាបច្ចេកវិទ្យា Digital និងសាកលវិទ្យាល័យ Paragonមន្ទីរពិសោធន៍នេះអនុញ្ញាតឲ្យសិស្សស្រីផលិតមនុស្សយន្តឬ robot អាចបោះពុម្ពជា 3D និងអាចអនុវត្តឲ្យសិស្សានុសិស្សស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ STEM ដែលកំពុងតែពេញនិយមនៅក្នុងពិភពលោកនៅក្នុងនោះសិស្សានុសិស្សអាចស្រាវជ្រាវតាក់ទងទៅនឹងមុខវិជ្ជាគណិតវិទ្យាគីមីវិទ្យារូបវិទ្យានិងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀតលោកស្រី Tina Keffer ស្ថាបនិកសាលារៀន Happy Chandra នារីព្រៃថ្មីមានប្រសាសន៍ថាមន្ទីរពិសោធន៍នេះគឺជាស្ពានចម្លងទៅកាន់ឧស្សាហកម្មនាពេលអនាគតដែលបច្ចុប្បន្នកំពុងធ្វើបរិវត្តកម្មពិភពលោកដូចជាក្នុងវិស័យវិទ្យាសាស្ត្រអាចផលិតសម្ភារៈសិប្បនិម្មិតបានតាមតម្រូវការជាក់ស្ដែងដូចជាក្នុងវិស័យអាកាសចរណ៍គេអាចផលិតគ្រឿងបន្លាស់ដ៏ស្មុគស្មាញនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងជាពិសេសសម្រាប់ការផលិត droneលោកស្រីបន្ថែមទៀតថានៅក្នុងវិស័យស្ថាបត្យកម្មប្រកបដោយនិរន្តរភាពគេអាចបង្កើតឧបករណ៍ដើម្បីដោះស្រាយបញ្ហាកើនឡើងកម្ដៅផែនដីដូចជាឧបករណ៍ផលិតជីកំប៉ុស្តជាដើម Ce laboratoire permettra à nos élèves de concevoir, de tester ទីពិសោធន៍នេះនឹងអនុញ្ញាតឲ្យសិស្សរបស់យើងអាចរៀបចំគម្រោងអាចសាកល្បងអាចបរាជ័យនិងចុងក្រោយទទួលបានជ័យជំនះក្នុងការកសាងដំណោះស្រាយដែលមានសារៈសំខាន់មួយសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគតវិទ្យាល័យ Happy Chandra នារីព្រៃថ្មីផ្ដោតការបណ្ដុះបណ្ដាលសម្រាប់តែសិស្សស្រីនិងមានជីវភាពក្រីក្របច្ចុប្បន្នវិទ្យាល័យមានសិស្សសរុបចំនួន 1700 នាក់បុគ្គលិកអប់រំ 360 នាក់រយៈពេល1ខែនេះ